បងប្អូនដោយសារបាំងប្រហែលជាចិត្ត2ខែទៀតដល់រដូវកាល Christmas ហើយនេះខ្ញុំយកវីដេអូចាស់មកធ្វើឡើងវិញណាបងប្អូនចាវីដេអូនេះគឺខ្ញុំទៅដើរលេងកាលពីឆ្នាំមុននៅ Strasbourg នៅប្រទេសបារាំងណាចាខ្ញុំទៅខែ Christmas ហើយមនុស្សច្រើនមែនតើបងប្អូនអើយឡើងកក់កុញតែម្ដងចា Strasbourg នេះគឺស្អាតណាកន្លែងដែលដើមកំណើតគេតាំងលម្អណូអែលណាបងប្អូនចាបុណ្យណូអែលគេមានតាំងតុក្កតារូបស្អាតចានៅតំបន់នេះជាដើមកំណើតបុណ្យណូអែលដែលនៅតំបន់អឺរ៉ុបនេះគេចាប់ផ្ដើមណាគឺមានមនុស្សចង់ទៅមើលច្រើនមែនទែនជាពិសេសគ្រឹះបរិស័ទណាដែលគាត់ជឿជាក់លើព្រះយេស៊ូវដែលគេប្រពៃពិធីបុណ្យ Christmas ហ្នឹងណាចាហើយទោះភ្លៀងយ៉ាងណាក៏ធ្វើវីដេអូដែរដោយសារតម្រាំក៏ទៅដល់ងាយទេបងប្អូនអើយជិះឆ្ងាយចា